ចំណុចមួយទៀតដែលលោកវិរៈបានសួរតើតើរឿងការផ្ដល់ដីសម្បត្តិទៅប្រទេសជិតខាងការផ្ដល់ដីសម្បត្តិប្រទេសជិតខាងឃើញថានៅតំបន់ភូមិភាគឦសានហ្នឹងក៏មានការផ្ដល់ដីសម្បត្តិទៅសេដ្ឋកិច្ចទៅក្រុមហ៊ុនវៀតណាមដែរនៅក្នុងភូមិភាគឦសានហ្នឹងតើលោកឃើញបញ្ហាប្រឈមនិងផលប៉ះពាល់ឬក៏ចំណុចចំណេញខាតយ៉ាងម៉េចខ្លះបាទកន្លែងនេះនៅពេលដែលខ្ញុំសិក្សាស៊ីជម្រៅហើយធ្វើការវិភាគចូលទៅតំបន់ជនជាតិដើមភាគតិចបែរជាការកស៊ូវៀតណាមហើយខ្ញុំមានមិត្តភ័ក្តិមួយមានចការកស៊ូជាប់នឹងចការកស៊ូវៀតណាមនឹងទៀតយើងបានចូលទៅក្នុងនឹងថាតើវៀតណាមចការកស៊ូវៀតណាមគាត់ធ្វើសកម្មភាពអ្វីខ្លះនៅទីនោះខេត្តរតនគិរីមណ្ឌលគិរីក៏ចេះមួយផ្នែកធំមានវាសនាមិនខុសពីកម្ពុជាក្រោមនេះថ្ងៃណាមួយប្រសិនបើឆ្លងផុតពីការចូលសមាគមការចូលសហគមន៍អាស៊ានឆ្នាំ2015ពីព្រោះអីដីសម្បត្តិសេដ្ឋកិច្ចណាដែលបានទៅលើដៃក្រុមហ៊ុនវៀតណាមភាគច្រើនខ្មែរយើងធ្វើអត់បានធ្វើកម្មករអត់បានអញ្ចឹងត្រូវយកកម្មករវៀតណាមមកយកកម្មករវៀតណាមមកសង់ផ្ទះនៅនឹងយកកម្មករវៀតណាមមករស់នៅនឹងយកកម្មករវៀតណាមមកធ្វើការនៅចការកស៊ូនឹងតែម្ដងហើយម្ដុំកញ្ចេះខ្ញុំជីពីឆ្លងទៅកញ្ចេះខ្ញុំជួបប្រជាពលរដ្ឋនៅម្ដុំនឹងថាហេតុអីបានអ្នកឯងមិនបោះឆ្នោតគណៈបព្វជិជនបោះឆ្នោតគណៈបព្វជិជនខ្លាចនោះអាដីសម្បត្តិសេដ្ឋកិច្ចនឹងវៀតណាមយកបាត់អាកន្លែងហ្នឹងបើសិនជាគណៈបព្វជិជនមិនចាប់អារម្មណ៍ទេគឺមិនត្រឹមតែហានិភ័យអាចខ្លាចទៅជាកម្ពុជាក្រមទេគឺគាត់មិនអាចទទួលបានប្រជាប្រិយភាពឡើងវិញទេកន្លែងនេះខ្ញុំសូមបញ្ជាក់ថាដូចជានៅខេត្តរ៉ាគីងមែនណាជនជាតិរ៉ូហីងយ៉ាបង់ក្លាដេសចូលមកនៅឥឡូវនេះបើសិនជាចង់រៀបចំគេថារើអើងជាតិសាសន៍ដូចគ្នានោះដែរប្រសិនបើវៀតណាមចូលមកអាដីសម្បត្តិសេដ្ឋកិច្ចដែលវៀតណាមជាក្រុមហ៊ុនថ្ងៃក្រោយគាត់សង់ផ្ទះគាត់កើតកូននៅនឹង90ឆ្នាំ70ឆ្នាំ80ឆ្នាំគឺយើងមិនអាចធ្វើឲ្យបានមិនខុសពីតំបន់គ្រីមេនៃប្រទេសអ៊ុយក្រែនទេនៅពេលដែលជនជាតិរុស្ស៊ី 60% នៅកន្លែងហ្នឹងនៅពេលដែលមានបញ្ហារុស្ស៊ីវាថាចូលទៅការពារប្រជាជនវាចូលទៅការពារប្រយោជន៍របស់រុស្ស៊ីអញ្ចឹងយើងមិនធ្វើឲ្យបានគឹងអាតំបន់ហ្នឹងកាត់បោះឆ្នោតកាត់មករុស្ស៊ីបាត់កន្លែងហ្នឹងក៏ជាហានិភ័យមួយដែរប្រសិនបើដីសម្បត្តិសេដ្ឋកិច្ចហ្នឹងហើយវៀតណាមក្រុមហ៊ុនវៀតណាមឲ្យធ្វើរបៀបរូបភាពរបៀបនេះហានិភ័យអត់ខុសពីគ្រីមៀទេហានិភ័យអត់ខុសពីខេត្តរ៉ាគីនទេអាកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ក្រៅពីផុសតាងប៉ុណ្ណឹងលោកមានផុសតាងអីបន្ថែមទៀតទេជុំវិញការលើកឡើងរបស់លោកយើងមានការព្រួយបារម្ភថានៅពេលដែលជនជាតិដើមភាគតិចដែលគេត្រូវប្រឡេះចេញពីព្រោះយុទ្ធសាស្ត្ររបស់ដីសម្បត្តិសង្គមគិច្ចដែលគាត់ទទួលបានបើដីជនជាតិដើមភាគតិចនៅនឹងតំបន់ជនជាតិដើមភាគតិចនៅនឹងទាំងអស់គាត់អាចការពារព្រំដែនបានអាហ្នឹងរឿងមួយរឿងទី2គាត់អាចដឹងថាដីសម្បត្តិសេដ្ឋកិច្ចដែលនៅជុំវិញគាត់ហ្នឹងអ្នកណាចូលមកធ្វើការខ្លះមានវៀតណាមទេមានខ្មែរទេមានច្រើនឬក៏មានតិចជនជាតិដើមភាគតិចឥឡូវនេះកំពុងតែការពារប្រពៃណីគាត់ផងហើយកំពុងតែការពាររបងរបស់ប្រទេសកម្ពុជាផងប្រសិនបើដីសម្បត្តិសេដ្ឋកិច្ចមួយជាប់នៅនឹងហើយសហគមន៍ជនជាតិដើមភាគតិចមិនត្រូវបានចុះដីជាសហគមន៍ជនជាតិដើមភាគតិចទេហើយត្រូវបានចុះជាលក្ខណៈឯកជនមួយគ្រួសារពីរគ្រួសាររហូតដល់អស់មួយសហគមន៍ហ្នឹងណាសហគមន៍ហ្នឹងគឺបាត់បង់តែម្ដងហើយដីសម្បត្តិសេដ្ឋកិច្ចហ្នឹងគឺគេប្រតិបត្តិការទៅតែម្ដងឥឡូវនេះខ្ញុំចូលទៅដីសម្បត្តិសេដ្ឋកិច្ចហ្នឹងបានដោយសារខ្ញុំចូលទៅតាមសហគមន៍ហ្នឹងបើសិនអត់សហគមន៍ហ្នឹងអត់មានអ្នកណាចូលបានទេក្រៅពីអាជ្ញាធរដែនដីដែលត្រូវជាមួយនឹងក្រុមហ៊ុនហ្នឹងអាហ្នឹងគឺហានិភ័យទី2ហានិភ័យទី3ដែលយើងចង់បញ្ជាក់ឃើញគឺប្រជាជនដែលជនជាតិដើមភាគតិចដែលយើងខំបញ្ចុះបញ្ចូលឲ្យចុះបញ្ជីដីជាលក្ខណៈឯកជនហ្នឹងណាគាត់ថាអីអាលក្ខណៈឯកជនហ្នឹងស្រួលយកទៅប្រចាំអាលក្ខណៈឯកជនហ្នឹងស្រួលលក់អាលក្ខណៈឯកជនហ្នឹងស្រួលអភិវឌ្ឍក៏ប៉ុន្តែមិនមែនអញ្ចឹងទេគឺស្រួលទិញឥឡូវហ្នឹងប្រជាជនជាតិដើមភាគតិចដែលបានដីជាលក្ខណៈឯកជនហ្នឹងគឺគាត់ប្រចាំគាត់លក់ដល់ពេលគាត់លក់គាត់រស់នៅណាគាត់ទៅចាប់ដីគេតទៅទៀតហើយដីហ្នឹងដីណាគឺដីមន្ត្រីរាជការដែលតូចតាចហ្នឹងទៀតឬក៏ដីព្រៃអភិរក្សឬក៏ដីកន្លែងអភិរក្សសត្វព្រៃឃើញទេយើងបលេះចេញពីអាដីសម្បត្តិសេដ្ឋកិច្ចនេះដែលចង់រួចខ្លួនដើម្បីអភិវឌ្ឍមែនតែជនជាតិដើមភាគតិចហ្នឹងគាត់ទៅរស់នៅណាគាត់មិនមែននៅពេញទេគាត់នឹងទៅរស់នៅក្នុងព្រៃហ្នឹងអញ្ចឹងអ្នកណាអ្នកការពារគឺរដ្ឋាភិបាលអង្គការសង្គមស៊ីវិលត្រូវរៀបចំបណ្ដាញសុវត្ថិភាពដើម្បីការពារផលប្រយោជន៍គាត់ត្រូវយកអាយុទ្ធសាស្ត្រគាំពារសង្គមហ្នឹងទៅគាំពារគាត់ដើម្បីកុំឲ្យគាត់បាត់បង់ដីធ្លីកុំឲ្យគាត់បាត់បង់ប្រពៃណីទំនៀមទម្លាប់ហើយគាត់ក៏ជារបងដើម្បីការពារប្រទេសជាតិដែរហើយគាត់ក៏ជាសាក្សីថាក្រុមហ៊ុនហ្នឹងធ្វើអីបាទអរគុណភ្ជាប់លោកធោមកពីខេត្តកំពង់ចាមបាទជំរាបសួរលោកធោបាទហៅជំរាបសួរបាទអញ្ជើញលោកមានចង់ឲ្យមានប្រសាសន៍អញ្ជើញហៅបាទអញ្ជើញលោកធោបាទមុនមកខ្ញុំសូមជំរាបសួរលោកពងបណ្ឌិតកែណៃហ្នឹងបាទសូមជំរាបសួរបាទហើយជំរាបសួរបងប្អូនជាប្រាប់ទៅពីក្រៅហ្នឹងថ្ងៃនេះខ្ញុំចង់ចូលរួមអំពីដូចជាលោកបណ្ឌិតឆ្លើយមិញហ្នឹងខ្ញុំនឹងមានការព្រួយបារម្ភខ្លាំងណាស់ដូចនៅខេត្តកំពង់ធំណាក្រុមហ៊ុនតាមការចូលយូរណាយកកម្មករខ្មែរហើយកម្មករយើងនឹងធ្វើអត់ការគេមិនមែនដាច់យើងទេណាយើងធ្វើអត់ការដល់ធ្វើអត់ការផងគេឈប់ទៅក៏រត់ចោលឯងហើយដល់ពេលគេកម្មករមិនបានខ្មែរមិនបានគេដាក់កម្មករយូរនៅហ្នឹងហ្មងព្រោះគួរថាការដែលជួយដៃឲ្យគេ99ឆ្នាំនោះហើយមហាតាបានតាមដុល្លារគេអីបានជាខ្មែរមិនធ្វើខ្លួនឯងហ្មងទៅព្រោះប្រជាជនយើងនៅប្រតិការជួយដៃគេមហាតាមតែប្រមើលនៅក្នុងមួយឆ្នាំព្រោះនេះមួយឆ្នាំមហា$5 ទៅ20000ហ្នឹងមិនបាច់ដាំកស៊ូទេគ្រាន់តែរត់ខ្មៅនោះក៏រត់ខ្លួនទេ
អីមកខ្មែរយើងមិនឃើញច្បាស់យ៉ាងไรណាអាហ្នឹងទី1ហើយតែខ្ញុំអារម្មណ៍ទី2ដោយបណ្ឌិតនិយាយមួយដែរថាដូចកម្ពុជាក្រមទី2បាទការកម្ពុជាក្រមផ្លាច់យូរនោះគាត់ខ្ញុំខ្ចីដីនោះហាត់ឲ្យហ៊ានឥឡូវគេខ្ចីនេះគេជួល99ឆ្នាំហើយខ្ញុំនោះហើយប្រជាជនពេលនេះអត់បានដឹងថាកងក្រៅយ៉ាងម៉េចទេដឹងថាកងក្រៅថា99នោះយ៉ាងម៉េចយ៉ាងម៉េចទេអូចទៅដាក់กระดาษទៀតហើយខ្ញុំខ្លាចกระดาษនោះវាលាយបាត់ទៅទៀតដូចជាណាទៅទៀតមកចិត្តមកថាវត្តហើយមិនត្រឹមកងទេដល់ទីការលៀននោះ99យ៉ាងណាទៅនៅចាំមើលដល់បាទជើញមានអីបន្តទៀតបាទผมรู้แต่ខ្ញុំចង់พูดគឺខ្ញុំចង់พูดហ្នឹងតាមលោកបណ្ឌិតឬក៏អ្នកផ្សេងទៀតមានការព្រួយបារម្ភដូចខ្ញុំទេអត់បាទព្រោះខ្ញុំមានតែមួយអញ្ចឹងទេបាទខ្ញុំសូមជម្រាបលាបាទអរគុណសំណួរហ្នឹងលោកកែមលីលោកបានលើកឡើងហើយក៏មានប្រិយមិត្តម្នាក់ឈ្មោះបូគីមីលោកបានសួរតាម Facebook ថាគេគ្រប់គ្នាដឹងថាការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចហ្នឹងប៉ះពាល់ទាំងអស់ហើយហេតុអីបានជារដ្ឋហ្នឹងមិនដឹងហើយលោកមានអីចង់ចូលរួមទេជាមួយនឹងពីរហ្នឹងភាគច្រើនអ្នកដែលទទួលដីសម្បត្តិសេដ្ឋកិច្ចគឺរដ្ឋសិតតែដឹងបាទសិតតែលឺសិតតែមើលសិតតែតាមដានហើយរាជរដ្ឋាភិបាលជាអ្នកពាក់ព័ន្ធជាអ្នកទទួលខុសនិងទទួលត្រូវប្រសិនបើក្រុមហ៊ុននោះប្រព្រឹត្តមិនបានល្អកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ខ្ញុំមានការព្រួយបារម្ភជាងគាត់ទៅទៀតនៅពេលដែលខ្ញុំសិក្សាពីរឿងដីសម្បត្តិសេដ្ឋកិច្ចសង្គមកិច្ចនៅតំបន់ភូមិភាគឦសានពេលត្រឡប់មកវិញខ្ញុំអត់មានចង់បានទ្រព្យសម្បត្តិអីទេដោយសារអីគឺយើងមើលឃើញហានិភ័យថាតើយើងចង់បានយកទៅធ្វើស្អីបើសិនជាថ្ងៃក្រោយអាចคล้ายទៅជាខ្ញុំកញ្ចក់គេអាកន្លែងហ្នឹងដែលមួយទៀតខ្ញុំខ្លោចផ្សារត្រង់ថាដូចនៅប៊ូស្រាដីសម្បត្តិសេដ្ឋកិច្ចនិងដីសម្បត្តិសង្គមកិច្ចទៅឈូសអាតំបន់ដូនតាគាត់ឈូសអាតំបន់ព្រៃអរិយរបស់គាត់កន្លែងកប់ខ្មោចកន្លែងដូនតាគឺជាទីសក្ការៈរបស់គាត់ដូចជាយើងមានធ្នូខ្មោចឬក៏យើងមានចែកដីឪពុកម្ដាយយើងអញ្ចឹងហើយអ្នកធំទាំងអស់ហ្នឹងគឺគាត់មានចែកដីឪពុកម្ដាយគាត់ធំរួមទាំងនាយករដ្ឋមន្ត្រីហើយយើងទៅឈូសអាធ្នូខ្មោចគាត់ចុះបើសិនជាគេទៅឈូសចែកដីឪពុករបស់យើងសួរថាតើយើងខឹងប៉ុណ្ណាបាទកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់អំពីការព្រួយបារម្ភអំពីការបាត់បង់ប្រពៃណីផងហើយនឹងអំពីការរំលោភសិទ្ធិការកាប់ឬចោះជាកម្មសិទ្ធិជំនឿរបស់គាត់ផងបាទអរគុណភ្ជាប់បន្តទៀតលោកវុធីមកពីខេត្តកណ្ដាលបាទជំរាបសួរលោកវុធីបាទជំរាបសួរបាទអញ្ជើញលោកចង់មានផ្សាយអញ្ជើញខ្ញុំស្ដាប់លោកមិនមកដាក់បកស្រាយមិញហ្នឹងគឺល្អហើយប៉ុន្តែខ្ញុំចូលរួមការព្រួយបារម្ភនៃលោកប្រិយមិត្តយើងទេមុនមិញហ្នឹងនៃការព្រួយបារម្ភខ្ញុំធំបំផុតណាពាក់ទងនឹងការសម្បត្តិដីសេដ្ឋកិច្ច99ឆ្នាំឲ្យទៅជនជាតិយួននៅខេត្តរតនគិរីអីព្រៃឡង់ព្រៃអីណាគឺថាមានផលប៉ះពាល់មែនទែននៅក្នុងព្រៃរដ្ឋាភិបាលហ្នឹងគេនិយាយថាសម្បត្តិសេដ្ឋកិច្ចហ្នឹងតំបន់ព្រៃទេឲ្យទៅខាងនេះក្រុមហ៊ុនបរទេសក្រុមហ៊ុនយួនក្រុមហ៊ុនអីអុកញ៉ាយផ្សេងៗណាបន្ទាប់ទៀតគឺដូចកណ្ដាលព្រៃឡង់អីហ្នឹងហ្នឹងហៅថាព្រៃរជ្រលយ៉ាងម៉េចហ្នឹងគេគាត់តែជាខ្ញុំឆ្ងល់ហ៊ុនសែនហ្នឹងគាត់មិនចេះដឹកនាំប្រទេសហ្មងក៏មិនចំណាយពេលវេលាដើរមើលបើថាស្មៅជើងខ្លាចជន់វិញងាប់ក៏ជាយានមើលលោកវុធីបាទលោកមានសំណួរអីអញ្ជើញបាទខ្ញុំមានការព្រួយបារម្ភធំបំផុតគឺអាសម្បត្តិដី99ឆ្នាំមកយួនបាទខ្ញុំអត់ស្គាល់លើសម្បត្តិអីណាឲ្យជនជាតិខ្មែរឯងប៉ះពាល់lênតិចតួចដល់បងប្អូនជនជាតិទៅគឺខ្ញុំព្រួយបារម្ភបំផុតគឺខ្លាចបាត់ដីពីព្រោះថាប្រវត្តិសាស្ត្រយើងឃើញហើយក្នុងបានមើលឯងហ្នឹងវាយកបាទលោកវុធីបាទលោកវុធីបើអត់មានសំណួរអីខ្ញុំបិទមុខត្រឹមហ្នឹងហើយបន្តទៀតបាទអរគុណមិញហ្នឹងគឺការព្រួយបារម្ភស្រៀងគ្នាទេមកទាំង3នាក់ហ្នឹងការព្រួយបារម្ភតទៅនឹងការផ្ដោតដីសម្បត្តិ99ឆ្នាំហ្នឹងហើយមន្ត្រីរដ្ឋាភិបាលដែលខ្ញុំធ្លាប់ជួបសម្ភាសគាត់ក៏លើកឡើងថាក្រុមហ៊ុនបរទេសក្រុមហ៊ុនវៀតណាមអីចឹងគាត់អភិវឌ្ឍដីសម្បត្តិសេដ្ឋកិច្ចហ្នឹងគាត់មានកម្មករមកធ្វើការជាជនជាតិវៀតណាមដូចគ្នាដោយសារតែកម្មករនៅក្នុងស្រុកចឹងខ្វះជំនាញហើយអ្នកនៅតាមខេត្តដូចជាខេត្តរតនគិរីមណ្ឌលគិរីអីហ្នឹងគឺប្រជាពលរដ្ឋដែលជនជាតិដើមភាគតិចហ្នឹងលោកអត់ចូលធ្វើការនៅក្នុងចំការកស៊ូនឹងទេលោកបណ្ឌិតចង់លោកមានយោបល់មិនជុំវិញហ្នឹងចំណុចនេះដើម្បីកុំឲ្យខ្វះកម្មករចំពោះក្រុមហ៊ុនយើងត្រូវរៀបចំប្រាក់ខែគោលអបបរមាពីព្រោះយើងមិនអាចឲ្យគេស្រាក់ចិត្តបានទេទី2គឺត្រូវពង្រីកវិសាលភាពច្បាប់ការងារចេញពីឧស្សាហកម្មទៅភោជនីយដ្ឋានទៅធ្វើការងារតាមផ្ទះទៅក្រុមហ៊ុនកសិឧស្សាហកម្មទាំងអស់នោះអានឹងបានអាចធ្វើបានឲ្យគាត់មានសិទ្ធិបង្កើតសហជីពឲ្យគាត់មានសិទ្ធិការពារពីព្រោះបំណងចង់ជួលជនជាតិវៀតណាមគឺអាចនឹងធ្វើឲ្យជនជាតិខ្មែរនឹងពិបាក
នៅក្នុងការធ្វើការងារជាមួយហើយមួយទៀតរឿងវប្បធម៌ខ្មែរយើងអត់បានរៀនសូត្រច្រើនទេជាពិសេសអ្នកដែលធ្វើកម្មករអញ្ចឹងគេត្រូវការរៀនសូត្រអំពីវប្បធម៌វៀតណាមនឹងយ៉ាងម៉េចវប្បធម៌ថៃនឹងយ៉ាងម៉េចវប្បធម៌ម៉ាឡេនឹងយ៉ាងម៉េចដើម្បីអាចឲ្យទៅធ្វើការងារជាមួយជនជាតិបានពីព្រោះការគិតខុសគ្នាទង្វើខុសគ្នាអាកប្បកិរិយាខុសគ្នាការប្រព្រឹត្តនៃការធ្វើការងារខុសគ្នាកាលណាខុសគ្នាមើលទៅច្រើនណាស់ទៅបើយើងរស់នៅក្នុងគ្រួសារយើងស្គាល់វប្បធម៌គ្រួសារយើងប៉ុន្តែយើងទៅរស់នៅគ្រួសារគេយើងអត់ទាន់ស្គាល់វប្បធម៌គ្រួសារគេអញ្ចឹងវាមានការលំបាកធ្វើការអាហ្នឹងជាអនុសាសន៍ទី1អនុសាសន៍ទី2រដ្ឋាភិបាលចង់ដោះស្រាយអំពីបញ្ហាដីធ្លីនេះគឺឲ្យក្រសួងដែនដីនគររូបនីយកម្មរួមសហការគ្នាជាមួយនឹងសូត្រយោដីគ្រប់ប្រភេទរួមទាំងគណៈកម្មការគ្រប់គ្រងដីរដ្ឋតាំងពីថ្នាក់ជាតិខេត្តស្រុកអីហ្នឹងហើយនឹងក្រុមការងារថ្នាក់ស្រុកហ្នឹងគឺធ្វើការវាស់វែងដីសហគមន៍ជនជាតិដើមភាគតិចឲ្យអស់ក្នុង503ភូមិអីហ្នឹង503សហគមន៍នោះឲ្យអស់សិនចាំឲ្យដីសម្បត្តិសេដ្ឋកិច្ចហ្នឹងប្រតិបត្តិការឲ្យតែកន្លះឆ្នាំមួយឆ្នាំដូចតែសាលាចរ01ធ្វើអាហ្នឹងឲ្យហើយទៅគឺទទួលបានជោគជ័យហើយជនជាតិដើមភាគតិចហ្នឹងអាចមានជីវភាពទូទៅដោយសារអីគាត់មានលំនឹងក្នុងចិត្តហើយគាត់រស់នៅក្នុងសហគមន៍របស់គាត់ហើយបើចង់អភិវឌ្ឍរបស់គាត់ក្រសួងអភិវឌ្ឍជនបទនាយកដ្ឋានអភិវឌ្ឍជនជាតិដើមភាគតិចឬក៏ការិយាល័យអភិវឌ្ឍជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍជនបទហ្នឹងទៅអភិវឌ្ឍចំការវិលជុំរបស់គាត់ទៅបង្រៀនគាត់ទៅណែនាំគាត់ទៅឲ្យគាត់ចេះជ្រើសរើសវិធីនៃការអភិវឌ្ឍចការរបស់គាត់អាហ្នឹងបានហៅថាអភិវឌ្ឍអាហ្នឹងរឿងទី2រឿងទី3រដ្ឋាភិបាលអនុវត្តល្អតារឿងដីការផ្ដាល់ដីសម្បត្តិសង្គមគិច្ចនៅបាត់ដំបងនៅកំពង់ចាមនៅកំពង់ស្ពឺតាមអង្គការ Habitat តាមអង្គការវឌ្ឍនភាពឬក៏អង្គការ LWD ហ្នឹងគឺយើងយកអាមេរៀនដែលជាបទពិសោធន៍ល្អហ្នឹងដែលរដ្ឋាភិបាលធ្វើបានជាមួយនឹងអង្គការក្រៅដែរពង្រីកដីសម្បត្តិសង្គមគិច្ចចំពោះប្រជាជនក្រីក្រប្រជាជនពិការឬមួយក៏អ្នកដែលអត់មានដីស្រែចម្ការហ្នឹងឲ្យបានហើយរដ្ឋាភិបាលត្រូវជួលក្រុមហ៊ុនឯកជនធ្វើការសិក្សាអំពីការអនុវត្តដីសម្បត្តិសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានបញ្ជូនទៅហ្នឹងក្រុមហ៊ុនណាក៏ដោយគឺបញ្ជូនទៅធ្វើទៅប្រសិនបើគាត់អត់អនុវត្តតាមអនុក្រឹត្យនឹងទេច្បាប់នឹងទេយើងដកមកវិញហើយផ្ដាល់ដីសម្បត្តិសង្គមគិច្ចឲ្យប្រជាពលរដ្ឋឲ្យអស់ទៅគឺល្អហើយមេរៀនដែលជាបទពិសោធន៍នៃការផ្ដាល់ដីសម្បត្តិសង្គមគិច្ចហ្នឹងគឺការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់នៅកន្លែងហ្នឹងការចូលរួមរបស់អង្គការក្រៅរដ្ឋាភិបាលការចូលរួមរបស់រដ្ឋាភិបាលព្រោះមេរៀនហ្នឹងទទួលស្គាល់ថាអង្គការក្រៅរដ្ឋាភិបាលគ្មានរដ្ឋាភិបាលមិនអាចធ្វើបានទេហើយអង្គការក្រៅរដ្ឋាភិបាលបើគ្មានអង្គការក្រៅរដ្ឋាភិបាលគ្មានការចូលរួមរបស់ប្រជាពលរដ្ឋក៏មិនអាចធ្វើបានដែរមេរៀនទាំងហ្នឹងគឺត្រូវតែពង្រីកវិសាលភាពមេរៀនដែលជាបទពិសោធន៍ទៅគ្រប់វិស័យទាំងអស់ជាពិសេសគឺពង្រីកការផ្ដោតដីសម្បត្តិសង្គមគិច្ចតាមរយៈការចូលរួមរបៀបហ្នឹងបាទអរគុណភ្ជាប់លោកកាងបាទជំរាបសួរលោកកាងបាទលោកកាងជំរាបបាទជួយបាទលោកមានពេលវេលាខ្លីជួយមួយសម្រាប់ស្រួលចំពោះខ្ញុំខ្ញុំយល់ឃើញថាខ្ញុំចង់សួរលោកបណ្ឌិតថាតើអាដឹងដូចគឺរដ្ឋាភិបាលគឺសម្បត្តិទៅណាតើបានផលប្រយោជន៍ចូលថវិកាជាតិបានប្រមាណហើយបានផលប្រមាណហើយខ្ញុំចង់សួរម្យ៉ាងទៀតថាលើពិភពលោកមានកន្លែងណាគេផ្ដោតលើសម្បត្តិឲ្យជនបរទេសដែរទេហើយបាទអរគុណបាទដល់យើងអស់ពេលបាទតែខ្ញុំសូមសួរម្យ៉ាងទៀតថាតើរដ្ឋាភិបាលបានគិតទេតែឲ្យលើសម្បត្តិទៅទេហ្នឹងតើដីហ្នឹងមានរាយឬអត់រាយបានគិតដល់រឿងអស់ហ្នឹងដែរទេបាទអរគុណបាទជើញបាទលោកកែមលីគាត់សួរថាគាត់សួរសំណួរ2សូមជើញបាទបើយើងមើលពិនិត្យច្បាប់ទូទាត់ថវិការាល់ឆ្នាំខ្ញុំមាន graphic តាំងពីឆ្នាំ2007រហូតមកដល់ឆ្នាំ2013ចំណូលរដ្ឋគេហៅ National Revenue នឹងគឺបានធំជាងគេគឺពន្ធដារទេបាទពន្ធដារ35-40% បានធំបន្ទាប់នឹងគឺពន្ធគយទេប៉ុន្តែអាពន្ធពីដីសម្បត្តិសេដ្ឋកិច្ចនឹង very small ខ្ញុំអត់ចាំតួលេខបានន័យថាតូចបំផុតបាទចឹងអត់តន់ទទួលបានផលប្រយោជន៍ស្អីទេដែលជាដុំកំភួនផ្ទុយទៅវិញដែលបានផលប្រយោជន៍គឺក្រុមហ៊ុនហ្នឹងកាប់ឈើទេដែលបានផលប្រយោជន៍ធំជាងគេគឺដោយបងសួរមិនចឹងអាចនឹងការជីករករ៉ែការជីករករ៉ែនេះទៀតសោតយើងឃើញតែដំណាក់ការស្រាវជ្រាវពីកន្លែងមួយស្រាវជ្រាវអស់ហើយទៅកន្លែងមួយស្រាវជ្រាវទៀតបានកម្មសិទ្ធិបានអាជ្ញាប័ណ្ណទៅស្រាវជ្រាវទៀតអត់មានឃើញដំណាក់ការធ្វើអាជីវកម្មទេហើយបើយើងឆែកមើលអាចំណូលរដ្ឋចេញពីអាធនធានរ៉ែនៅក្នុងខេត្តព្រះវិហារអីហ្នឹងគឺតូចបំផុតមានមិនអត់ទេតែតូចបំផុតខ្ញុំអត់ចាំតួលេខដោយសារមិនមែនប្រធានបទហ្នឹងណាគឺខ្ញុំធ្វើអាការវិភាគអាទិន្នន័យចេញមកពីច្បាប់ថវិកាជាតិច្បាប់ទូទាត់ថវិកាជាតិហើយនឹងច្បាប់ផែនការថវិកាជាតិនៅក្នុងហ្នឹងមានចំណូលពន្ធដារពន្ធគយអីហ្នឹងចំណូលជាទូទៅសម្រាប់ថវិកាជាតិប្រហែលជា$2000 លាននៅក្នុងមួយឆ្នាំហ្នឹងជាពិសេសគឺបាទទូចទៀតបំផុតអាហ្នឹងកន្លែងហ្នឹងដែលខ្ញុំមានការសោកស្ដាយហើយចំពោះការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចដូចបុរីកីឡាបឹងកក់អីនេះខ្ញុំតាមដានរហូតមកខ្ញុំថាបើសិនជារដ្ឋាភិបាលធ្វើការងារសម្របសម្រួលដោះស្រាយអាបុរីកីឡានឹងបឹងកក់នឹងមិនចេញទេបើសិនជាខ្ញុំវិញខ្ញុំមិនត្រឹមតែសុំលាលែងចេញពីតំណែងទេបាទដើរតែចាប់គេហ្មងពីព្រោះយើងគ្មានសមត្ថភាពទៅដោះស្រាយអារឿងកប៉ិកកប៉ុកនឹងកើតបាទ
អញ្ចឹងតកតងរឿងចុងក្រោយបាទចុងក្រោយតើអនាគតខេត្តរតនគិរីនឹងមណ្ឌលគិរីនឹងទៅជាយ៉ាងម៉េចបើសិនជាករណីនឹងនៅតែបន្តទៀតប្រសិនបើរដ្ឋាភិបាលមិនធ្វើការសិក្សាឲ្យពិនិត្យឡើងវិញទេនៅពេលដែលព្រំដែនយើងមិនទាន់ច្បាស់លាស់នៅពេលដែលមានបញ្ហាដូចអ៊ុយក្រែនគឺវៀតណាមមានសិទ្ធិប្រើប្រាស់សិទ្ធិនៅក្នុងការពារផលប្រយោជន៍របស់យួនហើយនឹងការពារជនជាតិវៀតណាមឬក៏ជនជាតិយួនដែលមករស់នៅនឹងកន្លែងហ្នឹងដែលជាហានិភ័យសម្រាប់ប្រទេសកម្ពុជាមានអ្នកខ្លះគាត់ជជែកមួយខ្ញុំថាទៅភ័យអីអាកន្លែងហ្នឹងពីព្រោះវៀតណាមនៅឡែមនៅប៉ោតប៉ែតអីពេញអស់ហើយហ្នឹងអញ្ចឹងអាកន្លែងហ្នឹងក៏ជាហានិភ័យមួយទៀតដែរបាទអញ្ចឹងយើងធ្វើមិនបើសិនជាអញ្ចឹងខ្ញុំគិតថារដ្ឋាភិបាលត្រូវរួមសហការគ្នាជាមួយនឹងគណៈបព្វប្រឆាំងជាពិសេសគឺអង្គការសង្គមស៊ីវិលអ្នកស្រាវជ្រាវអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការរួមគ្នាដោយមានការចូលរួមហើយលះបង់ប្រយោជន៍លះបង់ប្រយោជន៍ផ្ទាល់ខ្លួនចាប់ពីពេលទៅវាមានពេកហើយយើងកុំចាំបាច់ខ្ញុំគ្រាន់តែនិយាយមួយពួកម៉ាក់ខ្ញុំឯងរដ្ឋមន្ត្រីម្នាក់បើសិនជាគាត់ដូរលុយពីថ្ងៃហ្នឹងដូរលុយអាទ្រព្យសម្បត្តិគាត់ហ្នឹងលក់អាទ្រព្យសម្បត្តិគាត់ហ្នឹងយកกระดาษ100ហើយគាត់អង្គុយចាំហែកពីហ្នឹងទៅរហូតដល់គាត់ស្លាប់ក៏ហែកអត់អស់ដែរហេតុអីបានគាត់ចង់បានទៀតហេតុអីបានជាគាត់មិនចាប់អារម្មណ៍ធ្វើឲ្យស្អាតស្អំហើយកែសង្គមយើងឲ្យល្អកែប្រជាពលរដ្ឋយើងឲ្យមានជីវភាពទូធាបាទអរគុណបាទសូមអរគុណប្រិយមិត្តអ្នកស្ដាប់វិទ្យុអេស៊ីសេរីសូមអរគុណអ្នកដែលបានទូរស័ព្ទចូលរួមអរគុណវាគ្មិនហើយអរគុណក្រុមការងារដែលបានជួយសម្រួលកម្មវិធីនីតិវិទ្យាអ្នកស្ដាប់វិទ្យុអេស៊ីសេរីនៅពេលនេះសូមអរគុណនិងសូមគោរពលាបាទសូមអរគុណ